ក្រោយមកបានបកគោណាជាម្ចាស់ប្រាសាទព្រះបាទជ័យវរ្ម័នទី7កាលនោះព្រះអង្គជាមេទ័ពគេហៅទ្រង់ថាជ័យវរធនឬជ័យវរធនចំណាំណាស្ដេចមាននាម3ស្ដេចនាមដែលព្រះអង្គប្រសូតមកមាននាមមួយហើយឡើងក្រុងរាជមាននាមមួយផ្សេងទៀតយាងចូលទីបង្គាត់ហ្នឹងក៏មាននាមផ្សេងទៀតណាហ្នឹងហើយអូខេយើងមើលកន្លែងហ្នឹងអានឹងគឺវិរៈកងទ័ពស្នេហាជាតិមាតុភូមិយើងពីដើមណាយើងអាចសង្កេតខ្មែរបានទី1មានស្លឹកត្រចៀកវែងទី2កាត់សក់ហ្នឹងខ្លីៗទី3ចំមុះវែងទី4ត្បកនេកធំទី5មុខមន់សទន់ស្នេហ៍គឺកម្ពុជានេះខ្មែរយើងណាដូនតាយើងឥឡូវយើងទៅមើលចាមវិញតែចាមបែបម៉េចចាមមានមួកទៀតដូចការឈូកកាប់នេះចាមណាអូចាមានមួកទៀតដូចការឈូកកាប់អញ្ចឹងហើយក៏ហ៊ុំមុខណានេះដូចមូស្លីមយើងសប្ងាយពេលដែលយើងវាយជាមួយចាមមានជនជាតិចិនជាមិត្តភាពនឹងកម្ពុជាតាំងពីយូរយារណាស់មកហើយក៏បានជួយវាយចាមឲ្យកម្ពុជានេះជាប្រវត្តិពិតប្រាកដណាយើងមើលកន្លែងនេះជនជាតិចិនមានភ្នែកលឹបតូចទី2សត្វតិចខ្លីទី3ដូនតា